ស្វាមីរបស់អ្នកគឺត្រូវតែជាអាទិភាពមុនមិត្តភ័ក្តិមុនការងារមុនរឿងរ៉ាវនៅលើបណ្ដាញសង្គមរបស់អ្នកពីព្រោះថាបើគ្មានអាពាហ៍ពិពាហ៍រឹងមាំនោះទេអ្វីផ្សេងទៀតក៏ដួលរលំនិងសាបសូន្យដែរប្តីដែលអ្នកបានជ្រើសរើសដើម្បីកសាងជីវិតជាមួយគ្នាគាត់ត្រូវការការគោរពត្រូវការការយកចិត្តទុកដាក់និងក្តីស្រឡាញ់ពីអ្នកមិនអាចចាត់ទុកប្តីដូចជាមិត្តរួមបន្ទប់ហើយរំពឹងថាប្តីនឹងដើរតួនាទីជាដៃគូរ៉ូមែនទិកនោះទេអ្នកមិនអាចប្រងើយកន្តើយនឹងប្តីអស់រយៈពេលជាច្រើនសប្តាហ៍ហើយបន្ទាប់មកអ្នកក៏ត្អូញត្អែដាក់គាត់ថាហាក់ដូចជាប្តីមានអារម្មណ៍ឃ្លាតឆ្ងាយឬសោះអង្គើយនោះក៏ទេដែរសូមអ្នកផ្ដល់ក្តីស្រឡាញ់ដែលអ្នករំពឹងទុកចង់បានពីប្តីធ្វើជាកន្លែងដែលសម្រាប់ជាតម្រូវការរបស់ប្តីក្នុងរបៀបដែលអ្នកចង់ឲ្យប្តីស្ដាប់នៅតម្រូវការរបស់អ្នកដែរប្តីមិនល្អឥតខ្ចោះនោះទេក៏ប៉ុន្តែអ្នកក៏មិនល្អឥតខ្ចោះនោះដែរអាពាហ៍ពិពាហ៍ដ៏រឹងមាំមិនមែនកើតឡើងដោយឯងនោះទេគឺវាត្រូវការកសាងនិងការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃនារីដែលត្រឹមត្រូវមិនត្រឹមតែស្រឡាញ់បុរសដែលគាត់ជាអ្វីដោយសពថ្ងៃនោះទេនាងនឹងជួយគាត់ឲ្យคล้ายទៅជាអ្វីដែលគាត់នឹងកើតមកហើយនឹងคล้ายទៅជានាងនឹងនិយាយពាក្យណាមួយដើម្បីលើកទឹកចិត្តឲ្យក្តីសម័យរបស់ប្តីបានជោគជ័យនាងនឹងការពារសន្តិភាពរបស់ប្តីនៅក្នុងពិភពលោកមួយដែលកំពុងតែបឺតជញ្ជក់ធម៌ពលរបស់ប្តីនាងនឹងមើលឃើញនៅបុគ្គលិកលក្ខណៈរបស់ប្តីដែលគ្មាននរណាម្នាក់ដែលនាងធ្លាប់ចាប់អារម្មណ៍ពីមុនមកនោះទេ